ឧបករណ៍នេះយើងនៅក្នុងទីផ្សារមានដែរតែឧបករណ៍ហ្នឹងគេឈ្មោះថាអីគេឈ្មោះអី Vim Source Machine បាទម៉ាស៊ីនហ្នឹងគឺម៉ាស៊ីនដែលគេបង្ហាញពីបន្ទុកអគ្គិសនីអាហ្នឹងស្រដៀងជាមួយនឹងអក្បាលប៊ូស៊ីដែរក្បាលប៊ូស៊ីរបស់ម៉ូតូនៅពេលយើងបិទឆេះវាបែកផ្កាភ្លើងហ្មងអត់ពណ៌ក្បាលប៊ូស៊ីរបស់ម៉ូតូហីមកចឹងដល់កន្លែងនេះយើងមើលនោះនេះជាអំបិលអាហ្នឹងគឺមានជាមួយដូច capacity នៅខាងដុំខាងក្នុងនេះគេឲ្យដាក់សញ្ញាសួរយើងមើលសញ្ញាសួរខាងក្នុងនេះសញ្ញាសួរយើងឃើញថាហេតុអីក៏វាបញ្ចេញអគ្គិសនីនៅក្នុងនេះគេមើលនៅក្នុងនេះអាការវាមកយើងឃើញមានបន្ទះខ្លះក្រហមបន្ទះខ្លះខៀវដល់គឺក្រហមហ្នឹងបែរថាវាបន្ទុកផ្សេងគ្នាពេលដែលជាមួយនឹងអាចុងនេះគៀសបានន័យថាវាគៀសយកជាមួយបន្ទុកនៅលើបន្ទះពីរផ្សេងគ្នាដែរអញ្ចឹងបើបន្ទុកវាផ្ទុយគ្នាវាត្រូវការបែបកាភ្លើងអញ្ចឹងយើងមើលក្នុងនេះចានេះអានេះមកផ្ទុកអានេះដូចជាមួយនឹងកង់ដង់ស្ទ័រអញ្ចឹងវាមានផ្ទុកផ្ទីមានអាមួយគឺក្រហមអាមួយពណ៌ផ្ទៃមេឃតើពណ៌ទឹកសមុទ្រចាំមែនថាមានមួយបោកមួយដកនៅពេលដែលវាផ្ទុកពេញវាត្រូវការផ្ទីទេប៉ុន្តែបើចម្ងាយកាន់តែឆ្ងាយបន្ទុកតតែធំខ្លាំងមិនថាអាចផ្ទេបានវាជាការបញ្យល់បានដូចជាមួយនឹងរន្ទះដែររន្ទះតមានបន្ទុកបោកបន្ទុកដកបានពីវិជាមិនផ្ទេតែតតែគ្រប់លក្ខខណ្ឌបានថាវាផ្ទេអាចផ្ទេមកផែនដីយើងមានគ្រោះថ្នាក់អីទៅតែដោយសារចម្ងាយវាឆ្ងាយយើងអាចមើលពីលើចំហៀងឆ្វេងតាមបាទវាពិតវាគឺបែបនេះទៅហ្នឹងចាហ្នឹងគេហៅថា Winsource Machine